បាទសូមចាក់ថ្នាំម្នាក់មួយហើយអ្នកទេសនាថ្ងៃនេះសូមចាក់ថ្នាំម្នាក់មកជួលហើយចាក់ឲ្យឈឺម្ដងមើលបាទនិយាយលេងទេគឺអត់ចាក់ទេបាទសូមអនុញ្ញាតគោរពជម្រាបសួរបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំនៅតែចែករំលែកពីវិធីសាស្ត្រនៃការការពារជំងឺឆ្កែដដែលសម្រាប់បងប្អូនដែលចិញ្ចឹមសត្វចិញ្ចឹមគួរឲ្យស្រឡាញ់ហើយការពារកុំឲ្យវាមានជំងឺឆ្លងទៅកាន់សត្វរបស់យើងឬក៏ឆ្លងទៅកាន់មនុស្សដូចជាជំងឺឆ្កែឆ្កួតថ្ងៃនេះខ្ញុំនឹងបង្ហាញពីទស្សនវិជ្ជានៃការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតទៅដល់បងប្អូនទាំងគ្នាអញ្ចឹងចំពោះបងប្អូនដែលចិញ្ចឹមឆ្កែក៏ដូចជាឆ្មាហើយដើម្បីបង្ការកុំឲ្យវាមានបញ្ហាឈឺបាត់បង់ជីវិតឬក៏បង្ការកុំឲ្យមានចម្លងជំងឺឆ្កែឆ្កួតយើងអាចមានគឺវិធីការពារគឺប្រសើរជាងព្យាបាលគឺយើងចាក់វ៉ាក់សាំងបង្ការទៅលើសត្វចិញ្ចឹមរបស់យើងបានដោយយើងចាក់ទៅលើសត្វដែលមានអាយុចាប់ពី21ថ្ងៃទៅឬក៏3សប្តាហ៍ឡើងទៅសម្រាប់បងប្អូនទាំងគ្នាដែលមានសត្វចិញ្ចឹមដែលមិនទាន់ធ្វើវ៉ាក់សាំងគឺយើងអាចបាននេះអាចប្រឌិតមើលទស្សនវិជ្ជាជាក់ស្ដែងគឺយើងទីស្បែកខ្នងចាប់ពីករហូតដល់គូតក្រោយយើងអាចចាក់កន្លែងណាក៏បានដែរហើយយើងអាចមើលទៅតាមទស្សនវិជ្ជាជាក់ស្ដែងបែបហ្នឹងព្រោះដើម្បីបង្ការពេលដែលសត្វសំណក់ហ្នឹងវាមកលិតយើងឬខាំយើងអីវាបង្ការកុំឲ្យមានជំងឺឆ្កែឆ្កួតបាទនេះគឺសូមអរគុណដែរគឺសម្រាប់បងប្អូនដែលនៅខាងកំពង់ស្ពឺគឺនៅវត្តពុទ្ធមានសេរីបាទគឺគាត់គ្រប់គ្រងគាត់កំងនៅវ៉ាក់សាំងឆ្កែឆ្កួតរួមជាមួយវ៉ាក់សាំង7មុខរួមជាមួយនឹងឈុតសម្រាប់ការពារករណីវាអន់បាយវាស៊ីបាយឬក៏រាកក្អួតអីគឺមានយកថ្នាំទៅតែម្ដងអញ្ចឹងសម្រាប់បងប្អូនដែលបណ្ដាខេត្តក្រុងទាំងអស់នៅក្នុងស្រុករបស់យើងដែលត្រូវការកំងគឺរៀបចំផ្ញើឲ្យទាំងវ៉ាក់សាំងទាំងថ្នាំព្យាបាលគឺយើងងាយស្រួលហើយនេះខ្ញុំថែមជូននៅថ្នាំទម្លាក់ព្រូនមួយកំប៉ុងថែមទៀតតែម្ដងអញ្ចឹងបងប្អូនទាំងគ្នាចង់សាកសួរព័ត៌មានអំពីការថ្នាំព្យាបាលវ៉ាក់សាំងក៏ដូចជាឱសថផ្សេងៗតាក់ទងថ្នាំសត្វមិនថាជ្រូកគោមាន់ទាគឺអាចសាកសួរបានហើយនេះគឺវិធីសាស្ត្រដែលយើងដាក់វ៉ាក់សាំងទៅគឺយើងវិចខ្ចប់បែបហ្នឹងគឺខ្លុំបីអាចិតយើងដាក់តកកទៅគឺយើងផ្ញើទៅទីតាំងណាក៏បានដែរគ្រប់ខេត្តក្រុងទាំងអស់គឺវាអត់ខូចទេហើយយើងដាក់កេសស្នោបែបនេះគឺងាយស្រួលហើយអរគុណសម្រាប់អ្នកដែលតែងតែគ្រប់គ្រងទៅលើវីដេអូក៏ដូចជាការគ្រប់គ្រងទៅលើថ្នាំកំងថ្នាំពីខ្ញុំហើយអ្នកដែលចង់បានជាវ៉ាក់សាំងឬក៏ថ្នាំយកទៅលក់បន្តក៏បានដែរអាចកំងបានគឺសូមអរគុណសម្រាប់ការគ្រប់គ្រងបាទសូមគោរពលា